ពីបរិយាពិធីបនំទុកកាលពីឆ្នាំ2023ទុកដែលទទួលបានជ័យលាភីលេខ1នោះគឺមកពីខេត្តកំពង់ចាមដែលឈ្មោះទុកមានឈ្មោះថាមហាទុនសាយដេជោសែនជ័យហើយទុកនេះផងដែរគឺជាប្រភេទទុកអ៊ំបងប្អូនអញ្ចឹងយើងចាំតាមដានទាំងអស់គ្នាថាតើឆ្នាំ2024នេះទុកឈ្មោះអីហើយមកពីខេត្តណាមកពីវត្តណាហើយជាប្រភេទទុកចៅឬក៏ជាប្រភេទទុកអ៊ំដែលនឹងត្រូវក្រងជ័យលាភីលេខ1សម្រាប់ឆ្នាំ2024នេះជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះadmin មានវីដេអូមួយទៀតមកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាធ្វើការទស្សនាហើយវីដេអូមួយនេះផងដែរគឺខ្ញុំសូមសំណាក់ខន្តីនិងអភ័យទោសអំពីសំណាក់ពុកម៉ែបងប្អូនក៏ដូចជាអំពូមិញទាំងអស់គ្នាផងដែរខ្លាចក្រែងលោពេលដែលខ្ញុំនិយាយទៅមានកន្លែងណាដែលខុសឆ្គងខុសទាស់ឬក៏ខុសពាក់ព័ន្ធប្រវត្តិទុកអីជាដើមអញ្ចឹងសូមធ្វើការសំណាក់ខន្តីអំពីពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរចង់ជម្រាបជូនពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានជ្រាបថាសម្រាប់ស្រុកបរិបូរគឺមានទុកចំនួន3ហើយសុទ្ធតែជាប្រភេទទុកចៅទាំង3ផងដែរហើយទុកនីមួយគឺសុទ្ធតែមានប្រវត្តិកេរ្តិ៍ឈ្មោះល្បីល្បាញផងដែរហើយទុកទី1នោះគឺមានឈ្មោះថាព្រះទីនាងសារាយអណ្ដែតចង្ហាន់ហុយហើយទុកទី2នោះគឺមានឈ្មោះថាមើលនាគឯចំណែកទុកទី3គឺមានឈ្មោះថាសម្ដេចចៅវាវាំងគង់ប៉ុន្តែនៅក្នុងវីដេអូមួយនេះខ្ញុំសម្រេចថានឹងមិនលើកយកប្រវត្តិទុកព្រះទីនាងសារាយអណ្ដែតចង្ហាន់ហុយយកមកបកស្រាយទេមូលហេតុគឺដោយសារតែខ្ញុំខ្លាចនិយាយទៅមានការខុសឆ្គងដោយសារតែខ្ញុំមិនសូវដឹងអំពីប្រវត្តិទុកមួយនេះច្បាស់ដូចនេះខ្ញុំសម្រេចថាមិននិយាយតែម្ដងអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាច្រើនខ្ញុំសូមលើកយកប្រវត្តិទុកក៏ដូចជាព័ត៌មានទុកមើលនាគក៏ដូចជាសម្ដេចចៅវាវាំងគង់និងលើកយកមករៀបរាប់ដោយសង្ខេបចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាសម្ដាប់ដូចតទៅជាដំបូងនេះខ្ញុំសូមលើកយកទុកមើលនាគយកមករៀបរាប់ដោយសង្ខេបចំពោះទុកមើលនាគនេះដូចតែក្បាលវីដេអូអញ្ចឹងខ្ញុំបានសរសេរបញ្ជាក់ថាទុកមើលនាគនេះគឺមានចំណុះជើងចៅតែចំនួន28ជើងចៅតែប៉ុណ្ណោះអញ្ចឹងមានន័យថាទុកមួយនេះគឺប្រវែងមិនវែងទេបងប្អូនតាមដែលបងប្រុសរបស់ខ្ញុំដែលគាត់ជាកីឡាកររបស់ទុកទាំងពីរនេះគាត់បានបញ្ជាក់ថាប្រវែងរបស់ទុកមើលនេះគឺមានត្រឹមតែ19ម៉ែត្រជាងតែប៉ុណ្ណោះដូចនេះចំណុះជើងចៅគឺមានត្រឹមតែ28ជើងចៅទេក៏ប៉ុន្តែខ្ញុំជឿថាពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសអ្នកដែលស្រឡាញ់ក៏ដូចជានិយមតាមដាននៅព័ត៌មានតាក់ទងនឹងការប៉ណ្ណាំងទុកដែលយើងហៅថាប្រភេទទុកងណាបងប្អូនចឹងប្រកាសជាបានដឹងហើយថាទុកមើលនាគនេះគឺបានធ្វើឲ្យគេឈ្មោះរបស់ខ្លួនឯងល្បីសុសសាយជាច្រើនឆ្នាំកន្លងមកហើយចំណុចពិសេសដែលគ្រប់គ្នាកត់ចំណាំនិងមើលឃើញភាពលេចធ្លោរបស់ទុកនេះគឺមានប្រវែងមិនវែងទេបងប្អូនគឺប្រវែងខ្លីទេហើយចំណុះជើងចៅក៏មានត្រឹមតែ28ជើងចៅទេប៉ុន្តែកន្លងមកបងប្អូនអាច search នៅក្នុង YouTube បានប៉ណ្ណឹងជាមួយនឹងទុកដែលគេមានចំណុះជើងចៅច្រើនមានរហូតដល់30ជាងក៏ដូចជា40ជាងជាដើមក៏ប៉ុន្តែមើលនាគនៅតែធ្វើបានល្អមានឆ្នាំខ្លះមានជើងខ្លះមើលនាគបានចៅផ្ដាច់គូប្រកួតរបស់ខ្លួនឯងនឹងរាប់10ម៉ែត្រធ្វើឲ្យដៃគូតាមមិនទាន់បងប្អូនអញ្ចឹងបន្តមកទៀតហើយខ្សែទឹកខាងក្នុងមើលនាគបាទឯខ្សែទឹកខាងក្រៅស្ដាច់គ្រុឌមហាសាមគ្គីវិសិទ្ធគុណសែនជ័យអូឈ្មោះដល់ហើយស្ដាច់នេះហើយឈ្នះដាច់ហើយបាទគឺខ្សែទឹកក្នុងតែទឹកក្នុងគឺមើលនាគបាទមើលនាគទទួលបានជ័យជំនះនេះហើយជាចំណុចខ្លាំងរបស់ទុកមើលនាគសួរថាបើមើលនាគមិនខ្លាំងអញ្ចឹងសួរថាតើគណៈកម្មការរៀបចំទុកមួយហ្នឹងក៏ដូចជាអ្នកដឹកនាំទុកមួយហ្នឹងសួរថាតើបន្តយកទុកនឹងមកលេងទៀតឬក៏បន្តគួរទុកជើងចៅត្រឹមតែ28ជើងចៅដដែលឬក៏យ៉ាងណាមូលហេតុដែលគណៈកម្មការរៀបចំទុកក៏ដូចជាអ្នកដឹកនាំទុកនៅតែបន្តរក្សាជើងចៅចំនួន28ជើងចៅដដែលគឺដោយសារតែមើលឃើញអំពីចំណុចខ្លាំងរបស់ទុកមួយនេះគឺខ្លីមែនតែខ្លីខ្លឹមបងប្អូនទាំងអស់គ្នាធ្លាប់ទស្សនាបដាល់ទេបងប្អូនកីឡាករបដាល់ថ្លឹងគីឡូបងប្អូនខុសគ្នាតែកន្លះគីឡូក៏មិនអាចវាយគ្នាបានដែរមែនទេបងប្អូនប៉ុន្តែសម្រាប់ទុកមើលនាគនេះខុសគ្នាដល់4-10ជើងចៅក៏នៅតែមើលនាគអាចប្រកួតជាមួយបានដូចខ្ញុំនិយាយមិនអញ្ចឹងនេះហើយគឺជាចំណុចលេចធ្លោនិងជាចំណុចខ្លាំងរបស់ទុកមើលនាគហើយប្រវត្តិទុកមើលនាគនេះក្នុងការចូលរួមប្រកួតប៉ណ្ណាំងនៅរាជធានីភ្នំពេញគឺសឹងតែថារាល់ឆ្នាំគឺមិនធ្វើឲ្យ fan របស់ខ្លួនខកបំណងទេបងប្អូនគឺភាគរយតិចណាស់ដែលធ្វើឲ្យទុកមើលនាគនេះចាញ់តែភាគរយច្រើនបំផុតគឺមើលនាគមិនដែលចាញ់ដៃគូប្រកួតទេបងប្អូនខ្ញុំជឿថាអ្នកដែលធ្លាប់ទស្សនាការប្រកួតរបស់មើលនាគកន្លងមកប្រកាសជាបានឃើញហើយអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងដាក់វីដេអូមួយចំនួនដែលមើលនាគធ្លាប់ប្រកួតឈ្នះដៃគូប្រកួតនឹងដាក់ឲ្យបងប្អូនទាំងអស់គ្នាទស្សនាឯខ្សែទឹកខាងក្រៅមើលនាគបាទមើលនាគគឺជាទូករបស់ខេត្តកំពង់ឆ្នាំងបាទសូមជម្រាបថាបាទនៅខាងខេត្តកំពង់ឆ្នាំងហ្នឹងគឺទូកសម្បូរទូកចែវច្រើនជាងគេបាទគាត់សម្បូរណាស់គឺច្រើនជាងគេហើយបើគិតជាចំនួនហ្នឹងគាត់ជាប់លេខ1ហើយខាងទូកចែវច្រើនជាងគេសម្រាប់គូទី158នេះមើលនាគបាទដែលស្ថិតនៅខ្សែទឹកខាងក្រៅចាកំពុងតែមុខហើយអ
ចឹងសម្រាប់ប្រវត្តិសង្ខេបត្រួសរបស់ទូកមើលនេះខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណឹងដោយសារតែខ្ញុំអត់ចង់ឲ្យវីដេអូនេះវែងខ្ញុំសូមចូលដល់ទូកសម្ដេចចវីវាំងគង់ម្ដងចឹងសម្រាប់ប្រវត្តិរបស់សម្ដេចចវីវាំងគង់នេះតាមដែលខ្ញុំដឹងគឺទើបតែចាប់បដិសន្ធិនៅក្នុងឆ្នាំ2017ទេបងប្អូននេះបើតាមខ្ញុំដឹងណាចឹងបើសិនជាករណីខុសទាស់ត្រង់ណាសូមជួយ comment នៅខាងក្រោមវីដេអូក៏ដូចជាអាចឆាតមកក្នុង page របស់ខ្ញុំបានអញ្ចឹងទូកសម្ដេចចវីវាំងគង់នេះទើបតែចាប់កំណើតនៅត្រឹមឆ្នាំ2017ទេបងប្អូនអញ្ចឹងឆ្នាំ2017គឺក្រោមការឧបត្ថម្ភពីសម្ដេចចវីវាំងគង់សំអល់គឺបានផ្ដល់អំណោយទូកនេះមួយសម្រាប់តម្កល់នៅក្នុងវត្តកំពង់ព្រះទល់មកដល់បច្ចុប្បន្ននេះគឺជាកេរដំណែលរបស់គាត់ប៉ុន្តែបច្ចុប្បន្នដោយបងប្អូនបានជ្រាបហើយគឺគាត់បានទទួលមរណភាពហើយថ្មីនេះដែរទេប៉ុន្តែសម្រាប់ទូកនេះក៏នៅតែបន្តចូលរួមប្រកួតបន្តទៅទៀតបងប្អូនអញ្ចឹងសរុបរួមមកគឺសម្រាប់វត្តកំពង់ព្រះគឺមានទូក2នឹងឯងគឺទូកមើលនាគមួយនិងទូកសម្ដេចចវីវាំងគង់នេះមួយបងប្អូនប៉ុន្តែសម្រាប់ទូកចវីវាំងគង់នេះចំណុះជើងចៅគឺមិនខ្លីដូចមើលនាគទេបងប្អូនគឺចំណុះជើងចៅមាន36ជើងចៅបងប្អូនអញ្ចឹងចំនួនប្រវែងទូកនេះក៏ល្បាក់ខ្ទង់ប្រហែលជា30ជាងម៉ែត្រដែរនេះបើតាមដែលខ្ញុំដឹងមកណាបងប្អូនអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងបើសិនជាករណីខ្ញុំនិយាយខុសអាច comment នៅខាងក្រោមវីដេអូបានប៉ុន្តែទូកមួយនេះក៏លបឿនមិនចាញ់មើលនាគដែរបងប្អូនខ្សែទឹកខាងក្រៅដែលកំពុងតែមានព្រៀបមានឈ្មោះថាសម្ដេចចវីវាំងគង់បាទសម្ដេចចវីវាំងគង់បានដាក់ឈ្មោះហើយប្រកាសជាសម្ដេចចវីវាំងគង់អល់បានឧបត្ថម្ភនៅខេត្តកំពង់ឆ្នាំងដែលមានឯកសណ្ឋានអាវត្រួយជែកបាទអត់ទៅដោយចុងក្បិនពណ៌ទឹកបិចចុងចវាពណ៌សល្អណាស់ឯខ្សែទឹកខាងក្នុងមហាពេជ្រខេត្តកណ្ដាលអូយដាច់ឆ្ងាយណាស់มันអាចទៅរួចជាមួយនឹងសម្ដេចចវីវាំងគង់ទេលឿនមែនតើចាក់មួយទេក៏ប៉ុន្តែពេញចំហល្អណាស់តែការរៀបចំធ្វើទូកនេះគឺសិតតែលោកអ៊ំលោកពូជើងចាស់ដែលគាត់មានចំណេះជំនាញក្នុងការរៀបចំក្នុងការធ្វើទូកបាទដើម្បីឲ្យមានភាពលឿនហើយសម្រាប់ឆ្នាំ2024នេះបងប្អូន2024នេះគឺសម្ដេចចវីវាំងគង់គឺបានផ្លាស់ប្ដូររូបរាងមួយចំនួនតែថាផ្លាស់ប្ដូរក្របទូកនិងកែកុនរូបរាងដើម្បីឲ្យវាមានភាពរហ័សភាពហក់ភាពលឿននៅក្នុងនឹងអញ្ចឹងណាបងប្អូនអញ្ចឹងប្រហែលថ្ងៃមុនខ្ញុំបានទៅថតយកសកម្មភាពនៃការសមកម្លាំងរបស់ទូកគឺខ្ញុំឃើញថាលបឿនទូកសម្ដេចចវីវាំងគង់បន្ទាប់ពីកែរួចគឺឃើញថាមានសន្ទុះលឿនបាទសន្ទុះលឿនក៏ប៉ុន្តែនៅក្នុងវីដេអូនេះអាចថានឹងបងប្អូនខ្លះមើលទៅហាក់បីដូចជាមិនសូវឃើញលឿនដោយសារអញ្ចេះនិយាយដោយត្រង់ទៅដោយសារតែក្រុមចំណុះជើងចៅតែក្រុមកីឡាករគឺគាត់មកសមហ្នឹងគឺមិនបានទៀងទាត់កម្លាំងទេអញ្ចឹងយើងអត់ទាន់រកកម្លាំងថេឃើញជាក់លាក់នៅឡើយទេមិនន័យថាថ្ងៃនេះអ្នកនេះមកស្អែកទៅអ្នកនេះមកអញ្ចឹងចៅទៅវាផ្លាស់ប្ដូរកម្លាំងគ្នាអញ្ចឹងធ្វើឲ្យលបឿនទូកវាហាក់បីដូចជាមិនទាន់សូវថេទេហើយការចុះហ្នឹងក៏ពេលខ្លះក៏មិនគ្រប់ជើងចៅទៅទៀតហើយអ្នកខ្លះក៏គាត់រវល់កិច្ចការងារអីចឹងទៅគាត់មកទាំងដែលហត់ទាំងល្វើយទាំងអីចឹងទៅធ្វើឲ្យកម្លាំងរបស់គាត់នឹងមិនពេញ power របស់គាត់នឹងមិនពេញតែអញ្ចឹងទៅការជោគចៅហ្នឹងវាធ្វើឲ្យថមថយកម្លាំងអញ្ចឹងណាបងប្អូនអញ្ចឹងធ្វើឲ្យទូកហ្នឹងអាចថាយើងមើលទៅមិនសូវឃើញលឿនប៉ុន្តែសម្រាប់ខ្ញុំគិតថាប៉ុណ្្នឹងគឺលឿនណាស់បងប្អូនបើធៀបកាលពីមិនទាន់កែមិនន័យថាការដែលមិនទាន់តែកែដូចឆ្នាំ2023យកទៅប្រកួតនៅរាជធានីភ្នំពេញឃើញថាលបឿនទូកអាចថាធ្លាក់អត់ដូចប្រហែលឆ្នាំមុននេះបងប្អូនអញ្ចឹងឥឡូវនេះខ្ញុំអាចនិយាយបានថាទូកសម្ដេចចវីវាំងគង់នេះលបឿនក៏មិនធម្មតាដែរបងប្អូនលបឿនក៏មិនធម្មតាដែរហើយក៏ធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ខ្លួនឯងហ្នឹងក៏ល្បីសុសសាយខ្លាំងគួរសមដែរបងប្អូនដោយសារអីដោយសារតែដូចខ្ញុំនិយាយមិញអញ្ចឹងគឺអ្នកដែលរៀបចំបង្កើតទូកនេះឡើងគឺសិតតែជាចាស់ដែលគាត់មានបទពិសោធន៍ក្នុងការរៀបចំទូកធ្វើយ៉ាងម៉េចរឹតយ៉ាងម៉េចដាក់យ៉ាងម៉េចដើម្បីឲ្យមានភាពលឿនភាពហក់ភាពលោតអីនៅក្នុងហ្នឹងគឺគាត់សិតតែប្រកែអញ្ចឹងវីដេអូនេះខ្ញុំសូមផ្ដាំផ្ញើជាសារផ្ដាំផ្ញើខ្លីមួយទៅដល់បាទថាបងប្អូនក្រុមកីឡាករទាំងអស់ដែលគាត់ជាកីឡាករចំណុះទូកទាំងពីរនេះសូមឲ្យគាត់មានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់មែនតើពីព្រោះខ្ញុំសង្កេតឃើញថាឆ្នាំ2024នេះគឺទូកនីមួយៗគឺគេផ្ចិតផ្ចង់ណាបងប្អូនគេផ្ចិតផ្ចង់តាំងពីទូកតាំងពីកម្លាំងកាយកម្លាំងចិត្តគឺគេផ្ចិតផ្ចង់ខ្លាំងមែនតើអញ្ចឹងពេលនេះអាចថាម្នាក់គឺគេរៀបចំខ្លួនរួចរាល់ក្នុងការទៅចូលរួមប្រកួតនៅមុខព្រះបរមរាជវាំងហើយនឹងត្រៀមយកលទ្ធផលល្អត្រឡប់មកវិញអញ្ចឹងខ្ញុំជូនពរឲ្យទូកទាំងពីរនេះត្រឡប់មកវិញដោយមានភាពជោគជ័យហើយនឹងជូនពរឲ្យក្រុមកីឡាករទាំងអស់ក៏ដូចជាថ្នាក់ដឹកនាំរបស់ទូកមានសុខភាពល្អកុំឲ្យឈឺកុំឲ្យថ្កាត់ទទួលបានសំណាងល្អត្រឡប់មកវិញអញ្ចឹងវីដេអូនេះខ្ញុំអត់មានអីច្រើនទេគឺមានត្រឹមតែប៉ុណ្្នឹងហើយបើសិនជាវីដេអូមួយនេះខ្ញុំនិយាយទៅមានការខុស
ឆ្កងកន្លែងណាដោយប្រការណាមួយសូមពុកម៉ែបងប្អូនទាំងអស់គ្នាអធិស្ឋានដល់ខ្ញុំបាទផងដែរដោយសារតែពេលខ្លះនិយាយទៅវាអាចនឹងឆ្កងពាក្យខ្លះអីខ្លះជាងទៅធ្វើឲ្យបងប្អូនទាំងអស់គ្នាស្ដាប់ទៅអាចនឹងឆ្កងអីត្រង់ណាអញ្ចឹងដោយអចេតនាក្តីចេតនាក្តីសូមពុកម៉ែបងប្អូនទាំងអស់គ្នាអធិស្ឋានដល់ខ្ញុំបាទផងដែរហើយវីដេអូនេះផងដែរខ្ញុំសូមផ្ដាំផ្ញើទៅដល់អស់លោកសប្បុរសធម៌ទាំងឡាយដែលមានទឹកចិត្តក្នុងការចង់ជួយឧបត្ថម្ភទៅដល់ទូកទាំងពីរនេះឬក៏ឧបត្ថម្ភទៅដល់កីឡាករដែលជាចំណុះទូករបស់ទាំងពីរនេះក៏ដូចជាគណៈកម្មការរៀបចំទូកទាំងពីរនេះបើមានទឹកចិត្តជួយផ្ដល់ជាកម្លាំងចិត្តដល់គាត់ថវិកាតិចក្តីច្រើនក្តីក៏ដូចជារបស់ឧបភោគបរិភោគមានដូចជាទឹកសុទ្ធភេសជ្ជៈអីផ្សេងក៏ដូចជាលុយកាក់តិចតួចក្នុងការលើកទឹកចិត្តពួកគាត់ដែលយើងយល់ឃើញថាជាពួកគាត់ក៏លើកស្ទួយក៏ហៅថាទំនៀមទម្លាប់វប្បធម៌របស់ប្រទេសយើងដែរដោយកីឡាបដាអញ្ចឹងណាបងប្អូនកីឡាបដាគឺគាត់លះបង់កម្លាំងកាយកម្លាំងចិត្តក្នុងការប្រកួតដើម្បីជីវភាពរបស់គាត់ផងក៏ដើម្បីមុខមាត់ប្រទេសជាតិដែរអញ្ចឹងក្រុមកីឡាករទូកងក៏ដូចគ្នាដែរដូចបងរបស់ខ្ញុំអីក្តីគឺសុខចិត្តលះបង់ពេលវេលាក្នុងការទៅរកស៊ីក្នុងការទៅរៀនម៉ោងក្នុងការទៅរីសទូចអីហ្នឹងយកពេលវេលាដើម្បីមកហាត់សមកម្លាំងហ្នឹងមុនការទៅចូលរួមប្រកួតច្រើនថ្ងៃណាស់បងប្អូនអញ្ចឹងមុខរបរត្រូវបានបោះបង់ចោលកាត់បន្ថយដើម្បីយកពេលហ្នឹងមកហាត់សមទូកហ្នឹងហើយបើនិយាយអំពីតម្លៃខ្លួនគឺអត់ថ្លៃទេបងប្អូនឆ្នាំខ្លះមកវិញសឹងតែអត់បានលុយត្រឡប់មកវិញទេគឺអ្នកខ្លះជាពាក់ធនាគារជាពាក់អីផងហើយសុខចិត្តចំណាយពេលមកដើម្បីគ្រប់គ្រងទូកដើម្បីទៅចូលរួមប្រកួតកម្មវិធីបុណ្យជាតិរបស់ប្រទេសកម្ពុជារបស់យើងបំពេញមុខបំពេញមាត់ប្រទេសជាតិរបស់យើងអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមានទឹកចិត្តក្នុងការចង់ជួយអាចជួយពួកគាត់បានតាមរយៈ comment នៅខាងក្រោមវីដេអូនេះក្តីឬក៏អាចតាក់ទងឆាតមកតាម page របស់ខ្ញុំនេះក្តីខ្ញុំនឹងផ្ដល់លេខទូរស័ព្ទដើម្បីបងប្អូនបានតាក់ទងមកខ្ញុំផ្ទាល់ឬក៏តាក់ទងទៅគណៈកម្មការរៀបចំទូកក៏ដូចជាអ្នកដឹកនាំទូកជាដើមអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងសូមអរគុណសូមគោរពលា